ទី2រវាងធីម Flash K បាក់គ្នាជាមួយនឹង Valhalla ចូលយក Purify ត្រូវរបស់គាត់ហើយ បាទអូពី Purify ដែរ នេះអត់មិនកាត់កលៀននេះបោចទៅបាត់លើហើយ បាទចូលទៅហើយស៊ីយ៉ានការចាយរីត្រីអស់បាទហើយរីត្រីយកសិនពីសាក់ស៊ូប៉ុន្តែចូលទៅដល់បូកវាយធីម Fight កាប់ស្តានជិបជួយបាយមកអានដៃស្ពតបាទហើយពីសួរបាទបាត់បង់ជាមួយនឹង Watermelon របស់ Cypher បាទហើយប៉ុន្តែ Secret នេះក្បែរនឹងអាចលងខ្លួនផងដែរជាមួយនឹងការបាត់បង់រោគទាំងសងខាងទេបាទនេះគឺជាការពាក់លីរបស់ Secret មិនក៏រត់បានតែក៏រត់តែគឺរត់ចូលលេងគេវាយយកតែម្ដងបាទណាមួយមិញអស់ពី flick ដែរណាតួបាទអស់ពីស៊ីយ៉ានហើយនឹង Secret អូ អមឡំ Secret គឺយកតែណា City ក៏យកជាមួយ Full Set Together ទេណោះបាទ alright ក៏យកតាន់យកមកតាន់បើកបុកដែរ King Ari យកអំឡំតែងជាមួយ Cypher អំឡំ Fighter ដូចគ្នាសម្រាប់ Goland មួយ Fast Forward Alert មួយទៀត Master Assassin បាទសាក់ស៊ូក៏លេងអំឡំ Assassin អត់លេងជាមួយនឹងអំឡំ Maxman ទេបាទតែម្ដាយពីដៃពីសូ Master Assassin រៀងចុកទៅលើ live បន្តិចហើយបាទចំអេមិញ Cloud មិញ S1 នេះគេភ្លេចមើលកាត់ cooldown អត់ speed ទេថា speed កាត់ speed អត់យកកាត់ cooldown ទេអត់ទេបាទមានការជួយ clear mid lane ដើម្បីឲ្យណាចាមាន level 4លេងកាចមែនតែនពីស៊ូម៉ារ៉ាបាទតថទី1នេះក៏រៀងពិបាកសម្រាប់បហាឡាដែរប្រើបើយើងគិតទៅលើ utility របស់ Flash K គឺគាត់មានច្រើនជាងអីនៅកូនបាក់គ្នាបន្តិចទួយបាទឥឡូវ OP copy អត់តែរបស់ Secret បាទហើយស្រួលម៉ារ៉ានឹងខាងនេះ20បើសើចូលមកវាយបតែ King Ari បើមុខបុកវាយយកតែម្ដងបើកដាក់អុកពីណាចាប៉ុន្តែមានការច្រាំទៅលើសួរម៉ារ៉ាមុនគេអាចដាច់សួរម៉ារ៉ាដែរទេអត់ដាច់ទេជាមួយនឹងការបាត់បង់ទៅលើ Secret បាទហើយមានការបោកវាយពី King Ari ក៏លងខ្លួនចូលមកធ្នូរបស់សួរម៉ារ៉ាបាត់បង់ជាមួយនឹង King Ari នេះគ្នាថតទី1បានទៅលើ Team Flash K ការចាយ Retrieve សិនបានជាមួយនឹង Pop បលបន្ថែមទៀតប៉ុន្តែពីសួរម៉ារ៉ាយកមិនបានពីសាក់ស៊ូរេយកជីវិតដើម្បីបដូរជាមួយនឹង Objective ក៏មិនជាការខាតបង់អីដែរសម្រាប់ Team Flash KH បាទប៉ុន្តែអំបញ្ញមិញគាត់យ៉ាង risk មែនតើបថុយណាគាត់ចាយ flicker ដេញវាយបាទតែគាត់ឆ្ងាយកន្លែងមិញបើគាត់កុំដេញឡងអាចរត់រួចយកតែអាចលេចរួចហ្នឹងហើយអាចយកតែថលរួចតែមិញបាទព្រោះមិញបើឲ្យសូម៉ារ៉ារត់មកវិញគឺមិនងាយទេថាឆ្ងាយខ្លាំងមែនទេបាទទៅហើយបាទ Cypher នៅក្បែរហ្នឹងបើកឥឡូវមកមើលជាមួយនឹងអូពីបាញ់មិញគាត់ copy អត់តែមិនចាប់បោកណាគេអត់ប្រើតាមតនបានប្រើបោកអីបើគេអត់ហ៊ានចូលផងបាទគ្រាន់តែ King Ari មួយដេញវាយរត់ឡើងពលហើយបាទតែណាចាគាត់បើក RT លឿនពេកបាទគាត់បើកចង់បានជាមួយនឹងថថពេកបាទតែយើងក៏មិនភ្លេចដែរជាមួយនឹង Infinite GT 50បាទអាប្រកួត yes សូមឆែក history សិនមកបាទចាំភ្លាមស៊ីយ៉ាននៅក្នុងវគ្គនេះបានលេងជាមួយនឹង Uranus ធ្វើបាបទៅលើ King Ari វិញហើយវគ្គមុនលេងធ្វើបាបខ្ញុំខ្លាំងណាស់ក្នុងការកាក់ lane rotation ចូលជាមួយនឹង Team Fight បាទជាន់ម្ដាយពីដៃពីស៊ីយ៉ានគីឡូជាងការដកថយខ្លាចគ្នាគេ rotation មកក្នុងការបូកសរុបយកតែម្ដងទៅលើស៊ីយ៉ានបាទអំបញ្ញមិញរៀងបាក់គាត់ cover គ្នាអត់តាន់បាទអត់តាន់ឃើញ map check map ឃើញជាមួយនឹង Cypher នៅក្បែរនឹងស៊ីយ៉ានកំពុងតែធ្វើការរំខានខ្លាំងមែនក្នុងការបើកមុខ1ទល់នឹង3រសិនស័យចេញមកពី live ដែរស៊ូម៉ារ៉ា level 8សាក់ស៊ូ level 7បាទខុសគ្នាមក level តថនេះខ្ញុំគិតថាបហាឡាលេងបានតែតគាត់ដើរផ្លូវត្រូវបាទអូពីមានចាប់ប្រយ័ត្នអូពីចាប់បានមុនហ្នឹងតែលោកត្រាំតែបោក King Ari ដាច់ហើយបានស្រួលចូលបើមិនចឹងគេបិទទៅលើសួរម៉ារ៉ាអត់ដល់ក៏ហ៊ានចូលដែរដោយសារតែបើគាត់ចូលគេបោកវាយគាត់ហ្នឹងហើយអញ្ចឹងគាត់លេងមួយសិនគាត់ចាំគ្នាបាទ Cypher នៅក្បែរហ្នឹងក៏មានការអស់ជាមួយនឹងថថចោលប៉ុន្តែបើកលេសមកមើលជាមួយនឹងចាំងក៏ទាំងសងខាងគឺសិតតែចំណាយពេលក្នុងការ farm រៀងខ្លួនដូចគ្នាបាទអត់មានឈោមើលទេមានអារម្មណ៍ថាបើគាត់ fast មិញ fast បានតែធ្វើម៉េចហ៎មានតែ map គាត់មើលមិនឃើញទេបាទព្រោះសារវត្តមានតែ Cypher ទេ yes បាទលៀមជាមួយនឹងការតេសយកសត្វទឹកមួយបណ្ដាពីសួរម៉ារ៉ាដើម្បីបង្កើនជាមួយនឹង level អុយ level 9ទល់នឹង level 8មកឲ្យប៉ះគ្នាបន្តិចបន្តួច King Ari ក៏នៅក្បែរនឹងដូចគ្នាមានការបោះជាមួយនឹង skill ទី2 load RT ទៅលើសួរម៉ារ៉ាក៏លោឈាមច្រាំឡើងឈាមមកវិញបណ្ដាជាមួយនឹងស៊ីយ៉ានអស់ RT មកហើយអត់មាន purify ទេធ្វើការបោកយកដំណងពី OP ធ្វើការបណ្ដាជាមួយនឹងស៊ីយ៉ានមកហើយបណ្ដាមានការហត់ជាន់យកដំណងពីសាសូ King Ari បាត់បោកជាមួយនឹងការវាយបណ្ដាទៅលើ secret ដូចគ្នាមានការបោក Rafale មកឲ្យពី live ប
បាត់បង់ពីរ៉ូក៏ដូចជាព្រីថតទី2ទៅកាន់ Plus KA តែ សូមារ៉ាធ្វើការបដាជាមួយនឹងសាស៊ូអស់ជាមួយនឹងអាទីធ្វើការដកថយដល់តែទេជាមួយនឹងសូមារ៉ាហើយយកវ៉ានមកគៀមកវិញបណ្ដាពីសាស៊ូមកវិញនេះ បាទស៊ីយ៉ានចាយ flicker ចូល skill របស់ Cypher មាញ់បាទរៀងខាតតែ បងគេបោក អត់ចុច ultimate តែបានមុននេះកន្លែងហ្នឹងចុចចុចមិនចុចដែរ បាទគាត់ចុចដែរ តែធៀមឡាតន់ ចូលមកកន្លោះ skill របស់ Cypher ស៊ីយ៉ានកន្លែងនេះរៀងខាតមែនតែជា Uranus ព្រោះខាងគាត់ជាដើរតួជា front line ណា បាទ បាទអញ្ចឹងកាតព្វកិច្ចគាត់សំខាន់នៅក្នុងវគ្គនេះ Yes បារ៉ៃក៏បានយកជាមួយនឹងធាវ៉ាន់ត្រេនៅខាងផ្លូវបតំលែងដែរធ្វើការបោកយកតាមដល់ទៅលើ King Eri មួយទៅ3 King Eri តាណាបណ្ដានៅដាច់ដូចគ្នាជាមួយនឹងការ rotation មកពីណាចា មិនបើសិន rotation មកតន់ Weaver តែម្ដង យ៉ាអាច spam team fight បើអត់មានកាត់ឈាមពីណាចាបើមិនអត់តន់ដាច់ មិនគាត់បដុំជើងគ្នាពេលយកតែពេលគេជក់ហ្នឹងមួយត្រូវ3មិន ហើយឡើងជាងកង់បាទសយ៉ានបើកអត់តែក្នុងការ rotate មកដូចគ្នាហូបពីក៏នៅក្បែរនឹងមិនតន់មានការ copy អត់តែអ្នកណាទេបារ៉ៃមានការ trade យកជាមួយនឹងធាវ៉ាន់ trade ពី live បាទ អត់អីដែរព្រោះតែគាត់មុនហ្នឹងឡាយចុយ team fight គឺសូគាត់បុកដាច់ជា one thread ឥឡូវគាត់ក៏ខាបដូរមកវិញនេះបាទ មកវគ្គនេះគឺលេងម្នាក់ម្នាក់ដែរគ្រាន់តែថាដូចនិយាយចឹងគឺស៊ីយ៉ាន់គាត់ដើរតួនាទីរឿងសំខាន់តិចវគ្គនេះបើគេ pick off គាត់បានអត់មានអ្នកគេជួយគាត់ទេ បាទ លុះត្រង់តែគាត់អាចនិយាយគ្នាមួយ secret នៅពេលដែលគេចាប់ secret ចុកបោកមួយអាហ្នឹងឯងនឹងចំណេញមកវិញបាទในការសូល stack បាទចេញពី soul ដូចគ្នាវគ្គនេះ soul បើសិនជារូបភាពនៅក្នុងការទិញជាមួយនឹង Platinum ឬអត់មានបាទយើងមកលេងគម្រោង Set Evo Gamer ជាប់ជាមួយនឹងគម្រោងបានទាំងអ៊ីនធឺណិតទេក៏ដូចជាពេជ្រនិងគម្រោងតែមួយបង្កើតមកសម្រាប់ Gamer ដែលចូលចិត្តលេងជាមួយនឹង Mobile Legends បែងអត់អស់តិនន័យផងដែរជាមួយគម្រោងប្រចាំសប្តាហ៍មួយដុល្លារកន្លះទទួលបាន 8G ទេនិងផ្ញើសារនៅប្រព័ន្ធ60និងទទួលបាន35ពេជ្រដើម្បីភ្ជាប់ចូលទៅកាន់ Cell Card App បាទលយកាប់បាទថាថទី3មានការ spawn មកវិញដូចគ្នាសាកស៊ូកំពុងធ្វើការតេស្តជាមួយនឹងថាថមួយដូចគ្នាប៉ុន្តែបាទសួរប្រាំគាត់ដាច់ទេបាទលទ្ធផលក្នុងការKD របស់គាត់4-0 កន្លែងនេះ5ទល់5អាចវាយគ្នា5ទល់5ការកាក់ឡែនអត់បាទ mini map មកពីខាងក្រោយពីផ្លូវ mid lane ស៊ីយ៉ាន់ដើរតួនាទីសំខាន់មែនដែរប្រថេមកដូចគ្នាបាទតែយោចង់ហានិភ័យពី OP មកមិញពីនឹងបោតទៅលើ Soul ប៉ុន្តែបើយើងមើលទៅជាមួយនឹង Soul ក៏មាន purify ដែរបើសិនជាចាប់វាយទៅលើ Cypher អាចនឹងដាច់ហ្នឹង Soul នៅហ្នឹងបាទបើសិកតារបស់គាត់អាចនឹងគ្រប់គ្រាន់បាទម៉ែបាទ PC យ៉ានបាទអត់ដល់ប្រើតែម៉ែទេកំពុងធ្វើការតែឈាមរៀងខ្លួនយកតែម្ដង Secret ក៏នៅក្បែរនឹងមាន Conceal ដែរទេឬក៏មិនទាន់មានចាប់ដើមមកជាមួយនឹង OP ចង់បោះទៅលើស៊ីយ៉ានមុនគេទៀតឬក៏យ៉ាងណាមិនទាន់ដឹងជាមួយនឹងថតសជាពាក់កណ្ដាលបាក់អាទីពីសាស៊ូធ្វើការ combo flick យកដល់ពី Cypher បោកវាយសាស៊ូយកបានជាមួយនឹងថតមានការរេអាទីពីសូជាមួយនឹងអស់អារមែនផងដែរជាមួយនឹងការផ្ដាច់ពីវ៉ាន់របស់ King ឯនេះជាមួយនឹងកន្លែងនេះអត់មានបញ្ហាដែរទេសាស៊ូធ្វើការបោកវាយជាមួយនឹងការបោកមកវិញមកដែរពីសួរមារ៉ាក៏បាត់បង់មានការ shut down ពី OP វ៉ាវមក team fight ពី team Plus K គឺធ្វើបានល្អខ្លាំងតែក្នុងការយកជាមួយនឹង objective ហើយថែមបានទាំង2 kill បន្ថែមទៀតប៉ុន្តែផ្លាស់ប្ដូរតែ Cypher មួយតែប៉ុណ្ណោះបាទណាចាត្រូវប្រហែលជាត្រូវកែធ្វើមួយដើម្បីsecure ខ្លួនឯងហើយបើមិនចឹងទេរឿងបាក់រត់ខ្លាំងមែនមែនបាទបោកវាយទៅដែរទៅលើស៊ីយ៉ានពី King Ares ក្នុងការ perform ទៅលើ Pervious គឺបានល្អខ្លាំងមែនទែនរបស់ King Ares 3ថតចូលទៅកាន់ team Plus K ទាំងអស់តែម្ដង Yes បាទមកបាសទៀតទី2មិញពី King Ares គឺបានល្អខ្លាំងតែបដាច់ជាមួយ Ultimate របស់ Soul ហ្នឹងបាទ Soul មិញគឺអត់បានបញ្ចេញ damage បានយូរនោះទេណាមួយណាចាគាត់ប្រហែលលេងដូចខ្ញុំនិយាយចឹងណាចាគាត់បាក់លេងគឺគាត់ត្រូវការស៊ីយ៉ាន់ឈរ front line គាត់អាចផោកបានយូរតែបើសិនគេ roll ចូលមកគាត់ហើយគឺចប់ហើយបាទ Queen វិញចូលសាក់ស៊ូអត់តន់ Trinity combo នោះទេមានអារម្មណ៍សាក់ស៊ូគាត់ខ្វះយកជាមួយនឹង Queen វិញយកហ្មងបើជាមួយនឹងកណ្ដាលអុកពីណាចារះអាទីពីសូនេះគ្នាបោកវាយទៅលើអុកពីមិនគេបាត់មកជាមួយនឹងការ Make Play ពីអុកពីតែមានការបោកវាយពីក្រៅនេះគ្នាពីសាក់ស៊ូទៅកាប់ដាក់ជាមួយនឹងសូបាត់ហើយពី King ឯនេះចូលចង់ទៅណាជាមួយនឹងការបាត់បង់ពីរ៉ូដាប់kiaបានចូលទៅលើសាក់ស៊ូមានរឿងនេះចាបាទទៀតធូរត្រេននៅខាងផ្លូវតបឡែនក៏មានការកោះយកតែម្ដងពី live នេះមក team fight មកបាញ់កងវាយគេ fight តែពីកន្លែងហ្នឹងគាត់ copy skill គេណា copy clone មែនអត់ដល់ដែរមិន copy clone អត់ដល់បានប្រើ RT ដល់ពីដាច់ចឹងសល់ RT យ៉ាងមិនទេឃើញប្រើ skill clone បាទគាត់ចេញ purify រត់ចេញពីកណ្ដាលអុកតែកន្លែងហ្នឹង commit កន្លែងហ្នឹងអត់ចំណេញទេបាទរៀងខាតមែនតើព្រោះគាត់ដឹងច្បាស់ថាតើគឺគ្មានផ្លូវមកវិញទេព្រោះអត់មានអ្នកគេនៅចាំការពារនៅខាងក្រោយហើយណាមួយមិននៅខាងឆ្វេងស្ដាំស្វ័យទាំងពីរគឺសុទ្ធតែមានវត្តមានរបស់ team Plus គេបាទសួរមារ៉ាបាទ4-1បច្ចុប្បន្នកាល
រៀងពិបាកលេងបន្តិចហើយបើគាត់លេងកញ្ចូលបែបនេះបាទតែលេងតែមួយសិនល្អសម្រាប់គាត់ nóng ព្រោះខាង team flash គេចាំតែឆក់អាកាសកន្លែងចឹងទេ bà ទីក្រេត là លេង lo ហាម phá lót rư coi cho nào bác mẹ mau bị xí dàn khớn cho mình cá tay lót sao chìm bạc ra ta mà nói cho mình cá thay sân mau bị xua mà ra tua rực bắt tuần free cho mình là lót đi mình ta can flash cake bà ôi ăn thiếu ការីមានលុយហើយការីមានលុយហើយស៊ីយ៉ាន់លេង front line កាត់ហើយ bà បើសិនជាហ៊ានឈរឯងនឹងបាត់បង់ជីវិតខ្លួនឯងព្រោះគាត់អត់មាន flicker ទេណា nóng ចឹងបើអត់មាន flicker អត់មាន purify បើសិនជា OP copy បានជាមួយនឹង tsunami slam របស់ cigarette គឺគេបោកទៅវាយយកមក bà ហានិភ័យ ôi ហើយណាមួយគាត់មានអ្នក cover ទេបើចាប់យកទៅឯងនឹងមានបញ្ហាអូចាញ់ឲ្យធំបាត់ហើយនឹង live live មានណា live មានជាងសូលលេលេវ៉ែ13ទៅលេវ៉ែ14 liếm liếm bà copy à copy thôi tì ra លើនេះស៊ីយ៉ាន់តែហ៊ានបាក់មុខគេចាប់វាយយកមក មួយ បើបាត់ស៊ីយ៉ាន់អស់ front line ហ៎ surprise surprise POP ចាប់ឬក៏មិនចាប់អត់ទាន់ចាប់ទេមានការមិនទាន់ពុកជ្រោទេចង់បានតែធាទូត្រេននៅខាងផ្លូវបតំលែនតែម្ដងពី live បាទណាមួយមាន seal តារ៉េតចឹង flash ក៏គាត់ធ្វើមួយសិនដែរព្រោះកញ្ចូលកន្លែងហ្នឹងក៏មិនចំណេញអីឲ្យគាត់ដែរ បាទ ឡតមិនទាន់មកដល់ណាមួយស seal តារ៉េតទៀត បាទតែយ៉ាងចង់ប្រេបោកប៉ុន្តែមិនទាន់បោកទេ POP គ្រាន់តែតេស្តចលោគេតែប៉ុណ្ណោះអូយយ Cypher មួយមិនបានគាត់អត់ចាប់បាយ Cypher យ៉ាងខ្ញុំឆ្ងល់មែនតើហ្មង បាទ Cypher បាក់មករហូតតែគាត់ចាប់ហើយរត់ទៅរត់មកនៅមុខហ្នឹងតែគាត់ចាប់ហើយ ហើយ Cypher ហ្នឹងឯងដែលជន់ combo ultimate រហូត ហ្នឹងហើយបើអស់ Cypher អស់អ្នក cover តែ បាទ គាត់ចាប់ បើក្តារអុកមកឲ្យពីណាចាដើម្បី clear ជាមួយនឹង lob មួយនេះមិនដែរស៊ីយ៉ាន់បើមុខទៅជាកន្លែងនេះជាមួយនឹងការចាប់បោកទៅលើស៊ីយ៉ាន់មុនគេយកដល់ស៊ីយ៉ាន់អត់មានបញ្ហាជាមួយនឹងការបាន make a kill ទៅលើ King Mary លះបង់ជាមួយនឹងស៊ីយ៉ាន់មួយដើម្បីយកជាមួយនឹងការ clear load free យកដល់ម្ដងពី Valhalla តែថាបើសិនជា OP copy បានគេបោកឲ្យតែសារតែ make បោះការីគ្រប់ឡាយគេគ្រប់ remake ឯង មកឲ្យជាមួយនឹងមីនៀនបន្ថែមទៀតមិនតមកចប់ទេជាមួយនឹង team Flash KA កំពុងតែចង់បានជាមួយនឹង Tier 3នៅខាងផ្លឹបបន្ទប់ឡើងចូលហើយខំមកចាប់ស្តាំមកមែនដល់បណ្ដៃមានការបោកវិញបណ្ដៃពី Cypher មានបញ្ហាដែរបងជាមួយនឹងការអស់អល់មែនជាមួយនឹង Cypher បណ្ដៃមានការបាច់ជាមួយនឹង Tier 3នៅខាងផ្លូវមីឡែនបោកវាយយកដល់មកពីសាសូចូលទៅដល់វាយបណ្ដៃពីដៃពី2គីឡូជាងធ្វើការផ្ទុះជាមួយនឹងណាចា Hustlen ភ្លាមទៅលើ OP អូតែមិនអីបានពីផ្លូវមកវិញក៏មិនខាត យេ ខ្ញុំ Cigarette គាត់ចាំឲ្យ Cypher លេងមុនណោះ Cypher លេងបានមុនរហូតចាំមើល បោ Cypher អស់ហ្នឹងគេថាកាតព្វកិច្ចរបស់ខ្ញុំក៏បានបញ្ចប់ហើយវាយខ្ញុំមកអស់អាលេងអូតែម៉េចក៏ជន់ហើយអីក៏ជន់ហើយអស់អាលេងហើយចឹងវាយគាត់ទៅបាទមានអីទៀតតែកន្លែងនេះយើងលងទៅលើ King Ari ហើយនឹងលងជាមួយដល់2វិញ បាទ កន្លែងហ្នឹងគេដល់2អត់គួរចូលផងតែមិនអីទេគាត់បាន2ផ្លូវមកវិញណាមួយដាច់ land ខាងលើឡតចេញខាងក្រោមកាន់តែចំណេញប៉ុណ្ណេះ វ៉ាវ បាទជាមួយនឹងសម្បត្តិវគ្គ player បានបើកលក់ឲ្យតាំងពីម្សិលមិញមកម្លេះអាច scan ជាមួយ QR code នេះឬក៏ចូលទៅកាន់ជាមួយនឹង website bookme.plus នៅលើ page MPL Cambodia ដើម្បីធ្វើការបញ្ជាទិញជាមួយសម្បត្តិសម្រាប់ការប្រកួតវគ្គ player របស់យើងមានសម្បត្តិ13គឺ Epic Legend ក៏ដូចជា Mythic បាទ ទិញឲ្យហើយទៅប្រយ័ត្នអត់សម្បត្តិមកមើល play off ត្រឹមត្រូវហើយកាន់តែខិតចិត្តមកដល់ហើយណាបាទវឺតក្នុងការទិញជាមួយនឹងសម្បត្តិរស់រាន់ឡើងបាទចឹងជាមួយនឹង lot មានការ spawn នៅក្នុងរយៈពេល1បៀកទៀតតែប៉ុណ្ណោះប៉ុន្តែយើងមើលជាមួយនឹង team fight 5ទល់នឹង5ទេវកកាមកឈ្នះ team fight នៅក្នុងវគ្គមួយនេះអាចនឹងបញ្ចប់វគ្គបានអត់ពី team Flash KH បើសិនគាត់យកបានប៉ុន្តែ Valhalla គាត់នៅតែមានសង្ឃឹមក្នុងការ comeback មកវិញដូចគ្នាផងដែរបាទតែ Soul រឿងនេះណាបង Soul តាមធ្វើធីមណាបាទ អាយយ ស៊ីយ៉ានឡូឈៀមប្រយ័ត្នគេអូយចុកអស់អាទីបាត់ហើយមានការ copy ពី OP មកបន្ថែមទៀតទៅលើ Secret បាទ គេបោកទៅលើ ការតេស្តម្ដាយពីដៃ វឹងទៅបាត់ឡើយ បាទ ទៅឡឡើងវឹងទៅបាត់ឡើយ បាទហើយបាទ King Ari បើកបោកហ៊ានជាមួយនឹង Pasil ទៅលើស៊ីយ៉ានមុនគេយកដល់ប៉ុន្តែ Cypher នៅក្បែរនឹងដូចគ្នាមានការ combo flick មួយ set ulti ក៏មានអីក៏មានដែរ Soul ប្រយ័ត្នប៉ះជើងបើមិនគេបោកវាយណាបង ណែ ហាន់នេះភ័យ មិនខ្ញុំថាមិនតែ knock up ឡើងឡតមិញ តែយកអើយ King Ari បោកជាមួយនឹង Skinny P បាទប៉ះជើងបែររត់យកតបដៃស៊ូបាត់យកជាមួយនឹង lob នេះបានអាចមានបញ្ហាដែរតែជាមួយនឹងការបាត់បង់អពីរបាត់ហើយពីគាត់របស់ Valhalla តបន្ថែមទៀត3អស់បាត់ហើយសល់តែ2នាក់តែម្ដងពីណាចាហើយនឹង Soul បាត់ហើយ lob ក៏នៅបានដូចគ្នាជាមួយនឹង Minion ក្នុងការវាយតែបន្ថែមទៀតដែរពី team Flash KH មកហើយ Soul 4នាក់បាត់បង់តែ King Ari មួយតែម្ដងក្នុងការបញ្ចប់វគ្គក្នុងមួយនេះអាចនឹងមានការបញ្ហាដែរតែជាមួយនឹង Lob នៃការ spawn មកប៉ាំង Lob នៅទីណាមិនទាន់ឃើញជាមួយនឹង Lob ឡតអត់ជួយទប់ជាមួយនឹងមីនសោះទប់តែអាទីពីសាស៊ូបងវាយយកជួយការជួយមានជួយការជួយវាយទេលទ្ធផលពីទៅជួយចាំបានទេ Flash KH
Vivo បាត់ Vivo បាត់ Vivo បាត់ហើយអាយគីងរៀនអូយគីងរៀនវ៉ូចំឡតមិនដើរទៅគ្នាជពាក់ពីណាគេមករៀល អត់ខ្វល់អត់ខ្វល់ឡត Oh my god បានលទ្ធផល2-0 អ្នកដែលកំពុងតែជួបជាមួយនឹងភាពបឹកបោបាទមិនថាជាមួយនឹង Wahala ឬក៏ Evil Line ទេ